ក្រុមបាល់ទាត់វ័យចាស់អមតខេត្តព្រះសីហនុនិងក្រុមវ័យចាស់ខេត្តកំពង់ឆ្នាំងណាត់ជួបគ្នាប្រកួតពានមិត្តភាពពង្រឹងចំណងសាមគ្គីនិងលើកស្ទួយវិស័យទេសចរណ៍នៅរសៀលថ្ងៃសៅរ៍ទី23ខែឧសភាឆ្នាំ2026ចុងសប្តាហ៍នេះក្រុមបាល់ទាត់វ័យចាស់អមតខេត្តព្រះសីហនុបានបើកការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់វ័យចាស់មកពីខេត្តកំពង់ឆ្នាំងក្នុងបរិយាកាសស្និទ្ធស្នាលនិងពោរពេញដោយភាពសប្បាយរីករាយដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាពនិងផ្លាស់ប្ដូរបទពិសោធន៍រវាងកីឡាករវ័យចាស់នៃខេត្តទាំងពីរការប្រកួតដ៏ជក់ចិត្តនេះធ្វើឡើងនៅទីលានវាលស្មៅសិប្បនិម្មិតក្លឹបកីឡាមហាមិត្តក្រុងព្រះសីហនុក្នុងគោលបំណងជំរុញការលេងកីឡាដើម្បីសុខភាពព្រមទាំងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រឡាញ់វិស័យកីឡាបាល់ទាត់នៅតាមបណ្ដាខេត្តតាមរយៈការប្រកួតថ្នាក់ដឹកនាំនិងសមាជិកនៃក្រុមទាំងពីរបានបង្ហាញនូវស្មារតីកីឡាការគោរពគ្នាទៅវិញទៅមកនិងការចូលរួមថែរក្សាបរិយាកាសកីឡាប្រកបដោយមិត្តភាពដែលជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយបន្ទាប់ពីប្រើពេលអស់90នាទីក្រុមបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំងបានយកជ័យជំនះទៅលើក្រុមបាល់ទាត់វ័យចាស់អមតខេត្តព្រះសីហនុក្នុងលទ្ធផលបច្ចេកទេស5-3និងក្លាយជាម្ចាស់ពានមិត្តភាពមួយនេះតាមរយៈការប្រកួតមិត្តភាពនេះក្រុមបាល់ទាត់ទាំងពីរក៏បានបង្ហាញពីការបដិញ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងរៀបចំសកម្មភាពកីឡារួមគ្នាបន្ថែមទៀតនាពេលអនាគតដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡានិងទេសចរណ៍នៅកម្ពុជាឲ្យកាន់តែសាយភាយរីកចម្រើនទ្វេឡើងបន្ថែមទៀត